Chưa số play mà tiếng Anh ngày này chuột cho mình được nhưng mà sao bị sân tích sắp đà này để xa tại chuột kia là ngày mìnhจะngày được original talk តាមពិតទៅគឺយើងមានភ្ញៀវពិសេសគឺជួបជាមួយនឹងក្រុមការងារក៏ដូចជាបងប្រុសយើងយ៉ងបងយើងសួរបងបាទសុខសប្បាយបងបាទសុខសប្បាយជាតបងជួយណែនាំទៅកាន់ប្រិមត្តតិចបងបាទសម្រាប់សួរបងប្អូនទាំងអស់ដែលបានកំពុងតាមដានទស្សនាសបាយនូថ្ងៃនេះខ្ញុំបាទយើងយ៉នជាសិល្បករផ្នែកចម្រៀងបានមានកិត្តិយសមកជួបបងប្អូនជាមួយនឹងក្រុមការងាររបស់ខ្ញុំសូមចេញណែនាំឈ្មោះសួរបងម៉ែបងប្អូនខ្ញុំបាទឈ្មោះព្រះវិទូជាក្រុមការងាររបស់បងយើងយ៉នបាទចំណែកខ្ញុំវិញខ្ញុំបាទឈ្មោះប៉ាតយូហានគឺជាក្រុមការងាររបស់បងយើងយ៉នដែរបាទបងបាទប្រិមត្តទាំងអស់គ្នាគឺថ្ងៃនេះគាត់នឹងធ្វើការបងប្រុសគាត់នឹងមកធ្វើការប្រមូលបទថ្មីរបស់គាត់ដែលមានចំណងជើងថាសៀមរាបស្នេហ៍ខ្ញុំដែលទៅតែចេញបាន2ថ្ងៃនេះទេនៅលើបណ្ដាញសង្គម YouTube របស់គាត់ហើយតាមពិតទៅបទហ្នឹងគឺរសជាតិប្លែកមួយដែលភាគច្រើនគឺជាប្លែកសម្រាប់ខ្ញុំក៏ដូចជាខ្ញុំគិតថាសម្រាប់យុវវ័យទាំងអស់គ្នាក៏ប្លែកដូចគ្នានេះច្រើនយុវវ័យតែងតែស្ដាប់បទចម្រៀងបែបមនោសញ្ចេតនារបៀប swag ក៏ដូចជា remix hip hop អីប៉ុន្តែសម្រាប់សប្តាហ៍នេះគឺសប្បាយនឹងធ្វើការណែនាំចម្រៀងមួយបទដែលអញ្ចឹងបានថាស្ដាប់ទៅគឺអលងលោចគឺពីរោះហើយធ្វើឲ្យអារម្មណ៍ល្អទាំងអស់គ្នាសម្រាប់បទសៀមរាបស្នេហ៍ខ្ញុំនឹងបងអាចនិយាយត្រួសបានទេបងបាទបទនេះគឺខ្ញុំអាចនិយាយត្រួសបានគឺតាមរយៈលោកព្រះវិទូគាត់អ្នកនិពន្ធបាទអ្នកនិពន្ធទំនុកច្រៀងហើយនឹងភ្លេងហើយនឹងអ្នកសម្រួលភ្លេងផងដែរហើយយើងបានយកបទនេះមកហាត់ច្រៀងដែលមានក្រុមការងារអាកាំងជាអ្នកផលិតហើយបានថតបទចម្រៀងនេះហើយអត្តន័យនិងប្រវត្តិយ៉ាងណាប្រហែលជាលោកពិទូអាចដឹងច្រើនពីព្រោះគាត់អ្នកនិពន្ធហើយខ្ញុំជាអ្នកច្រៀងបាទបងអាចបញ្ចេញមកតែខ្លះបានទេបងនិយាយទៅសៀមរាបស្នេហ៍ខ្ញុំហ្នឹងមុនដំបូងហ្នឹងគឺផ្ដើមពីខ្ញុំទៅលេងសៀមរាបហ្នឹងគឺខ្ញុំជួបនឹងនារីម្នាក់អញ្ចឹងហើយខ្ញុំក៏មានចិត្តចង់តែងឲ្យវាដំណើររឿងដែលខ្ញុំទៅសៀមរាបហ្នឹងឡើងបាទព្រោះនារីម្នាក់ហ្នឹងធ្វើឲ្យខ្ញុំលួចច្រឡាញ់អញ្ចឹងខ្ញុំក៏តែយកទៅយើងលើហើយយើងសេបាទបងហើយអ្នកខាងសូនីគុំបាទបងបាទអញ្ចឹងទៅខ្ញុំតែងបត់នឹងឡើងវាប្របពីដំណើរដែលខ្ញុំតាំងពីខ្ញុំទៅឃើញអីខ្លះហើយខ្ញុំជួបនឹងនារីហ្នឹងហើយចិត្តហ្នឹងចង់នៅហ្នឹងឃើញគេហ្នឹងចង់នៅរស់នៅហ្នឹងដែរចុះសម្រាប់បងប្រុសវិញគឺគាត់ជាអ្នកជួយខ្ញុំជាអ្នកជួយគាត់សម្រួលភ្លេងជាមួយនឹងពួកគាត់ជាមួយនឹងក្រុមការងាររបស់បាទបងបងនឹកឃើញ concept បែបណាទៅបងសម្រាប់ចិត្តថាដាក់ melody បែបហ្នឹងបង melody បែបដូចដែលបានស្ដាប់ទាំងអស់គ្នានិយាយទៅចេះបងវាថាយើងវាថាទស្សនាទស្សយើងដើរលេងអញ្ចឹងណាបើយើងយករបៀបចង្វាក់ធម្មតាវារឿង slow រឿងអីចឹងវាអត់សូវតាក់អារម្មណ៍យើងទេយើងប្រើជាបូរ៉ូអញ្ចឹងវាធ្វើឲ្យយើងរីករាយទៅតាមបទចម្រៀងហ្នឹងព្រោះចង្វាក់ហ្នឹងសម្រាប់រៀបរាប់អញ្ចឹងយើងដើរលេងយើងឃើញអីខ្ញុំគិតថាហ្នឹងល្អជាងចង្វាក់ធម្មតាចង្វាក់បូរ៉ូហ្នឹងសម្រាប់បទសៀមរាបស្នេហ៍ខ្ញុំនេះគឺជាស្នាដៃទីប៉ុន្មានរបស់បងប្រុសហើយបងតែខ្ញុំអត់បានរាប់ដែរប្រហែលជាបើសម្រាប់ original song ប្រហែលជាបទទី30វ៉ាបទទី30បាទយុវវ័យភាគច្រើនឥឡូវយើងត្រឡប់ទៅខាងក្រោយវិញតិចតាមពិតទៅ original song ចាប់ផ្ដើមរីករូតលាស់ខ្លាំងនៅកំឡុងឆ្នាំ2015 2016ភាគច្រើនគឺយុវវ័យក្មេងៗក៏តែងតែសហការគ្នាធ្វើបទចម្រៀងដែលគេហៅថាបទចម្រៀងស្នាដៃនិពន្ធថ្មីណាតែសម្រាប់បងប្រុសវិញឃើញបងធ្វើបទចម្រៀងបែបរន្កើនបែបអាចនិយាយបានថាបើយើងស្ដាប់ទៅសម្រាប់យុវវ័យដូចខ្ញុំស្ដាប់ទៅខ្ញុំគិតថាបទហ្នឹងរបៀបដូចបទដែលខ្ញុំធ្លាប់ស្ដាប់កាលពីនៅតូចបងគិតថានៅពេលដែលបងធ្វើបទចម្រៀងបែបអញ្ចឹងបាទបងយល់ចឹងយ៉ាងណាដែរចំពោះការគ្រប់គ្រងពីយុវវ័យបាទខ្ញុំគិតថាពួកគាត់ចូលចិត្តស្ដាប់ដូចគ្នាអញ្ចឹងណាវាប្រៀបដូចថារសជាតិរបៀបខ្មែរ
ចឹងអ្វីដែលខ្ញុំធ្វើហ្នឹងគឺតាមរបៀបរសជាតិខ្មែរហើយបងប្អូនខ្លះគាត់ធ្វើរសជាតិបែប pop បាទបង បែបជា rap បែបជាអីចឹងណា បាទ អញ្ចឹងអ្វីដែលយើងធ្វើខ្ញុំអត់គិតថាបែបនេះគេចូលចិត្តបែបនោះគេមិនចូលចិត្តសំខាន់យើងធ្វើឲ្យល្អ បាទ អញ្ចឹងអ្នកខ្លះគាត់ចូលចិត្តបែបខ្ញុំទៅអ្នកខ្លះគេចូលចិត្តបែបអ្នកនេះអ្នកនោះផ្សេងផ្សេងអញ្ចឹងទៅតាមមនោចេតនារបស់មនុស្សម្នាក់ៗ ប្រិយមិត្តទាំងអស់ក៏អាចចូលរួម comment ក៏ដូចជាសំណួរសួរទៅកាន់បងក្រុមការងាររបស់បងនៅខាងក្រោមវីដេអូនេះទាំងអស់គ្នាខ្ញុំបាទនឹងជ្រើសរើសសំណួរដែលស័ក្តិសមធ្វើការសួរទៅកាន់បងប្រុសនេះគ្នា បាទ ហេតុអ្វីបានជាបងគិតថាចាប់យកអាជីពជាអ្នកនិពន្ធបទចម្រៀងស្នាដៃនិពន្ធថ្មី បាទសម្រាប់ស្នាដៃចម្រៀងបើគិតទៅដូនតាយើងលោកមានចម្រៀងមានតន្ត្រីច្រើនគេហៅថាប្រទេសដែលមានតន្ត្រីសម្បូរបែបហើយរយៈពេលកន្លងមកនេះគឺថាយើងមានការលួចចម្លងពីបរទេសច្រើនហើយក៏មានការរិះគន់ដែរខ្ញុំគិតថាក្នុងនាមជាអ្នកនិពន្ធម្នាក់គឺថាខ្ញុំព្យាយាមធ្វើអ្វីដែលថ្មីបាទហើយយើងបញ្ចេញនៅគំនិតថ្មីដោយផ្អែកលើមូលដ្ឋានចាស់គេថារសជាតិខ្មែរបែបខ្មែរទៅតាមសមត្ថភាពរបស់ខ្ញុំចា៎ខ្ញុំក៏ព្យាយាមនិពន្ធអ្វីដែលថ្មីហើយក៏ព្យាយាមច្រៀងបទចម្រៀងអ្នកនិពន្ធថ្មីដើម្បីឲ្យគាត់មានទឹកចិត្តនិពន្ធដូចលោកព្រះពិទូគាត់និពន្ធបានអញ្ចឹងគាត់ទុកចាប់ដើមថ្មីហើយខ្ញុំព្យាយាមច្រៀងហើយថ្មីឲ្យគាត់ខំផលិតបន្តទៀត បើតាមខ្ញុំបានសង្កេតការងារបងពីដំបូងឡើយដែរមករយៈចុងក្រោយនេះឃើញបងឧស្សាហ៍បានចេញទៅខាងសម្ដែងនៅខាងក្រៅប្រទេសច្រើនបងបាទហ្នឹងហើយដោយសារតែការទៀមទាពីបងប្អូននៅទីនោះឬក៏យ៉ាងណាដែរបង បាទបងប្អូនខ្មែរនៅសហរដ្ឋអាមេរិកឬក៏នៅប្រទេសអូស្ត្រាលីឬបណ្ដាប្រទេសផ្សេងៗទៀតមានថាគាត់ទៅដល់ស្រុកគេហើយប៉ុន្តែនៅតែមានអារម្មណ៍ជាខ្មែរ បាទបង អញ្ចឹងរសជាតិបែបខ្ញុំប្រហែលជាគាត់ចូលចិត្តច្រើនជាងរសជាតិផ្សេងបាទគាត់នៅតែឃ្លានប្រហុកឃ្លានផ្អកបាទអញ្ចឹងចម្រៀងដូចខ្ញុំច្រៀងវាត្រូវនឹងចិត្តគាត់ច្រើនប្រហែលជាខ្ញុំយល់ថាអញ្ចឹងនៅយើងនៅតែមានរំវងរំបាច់រំសាររវ៉ាន់ឡាំលាវអីដដែលអញ្ចឹងណាគាត់នៅតែធ្វើអញ្ចឹងរហូតប្រពៃណីខ្មែរគាត់នៅតែរក្សាដែរ អាចលើកឡើងចម្រៀងមួយបទដែលមួយបទណាដែលធ្វើឲ្យបងមានការចាប់អារម្មណ៍ខ្លាំងទៅលើបណ្ដាញអ្នកគ្រប់គ្រងផ្សេងៗអញ្ចឹងបាទសម្រាប់ខ្ញុំដែលបទដែលបងប្អូនស្គាល់ច្រើនជាងគេគឺបទសម្រាប់ Florida សម្រាប់ Florida បាទហើយបទនេះក៏ធ្លាប់ជាប់ក្នុងកម្មវិធីសបាយកម្មវិធីស្ដាប់ចម្រៀងរបស់ខ្ញុំ Hear My Song ឆ្នាំ2014 បាទ14បាទបាទបងបន្ទាប់ពីនោះមកពេលដែលបងជាប់ JLP Hear My Song ហើយអញ្ចឹងមានន័យថាបងក៏ចាប់ផ្ដើមកាន់តែធ្វើការច្រើនជាមួយនឹងបទចម្រៀងបាទហ្នឹងហើយរួចមកដល់ពេលនេះឥឡូវងាកមកដល់បទថ្មីរបស់បងវិញគឺសម្រាប់សៀមរាបស្នេហ៍ខ្ញុំបាទច្រឡំចង់ជួបសម្រាប់ Florida សៀមរាបស្នេហ៍ខ្ញុំក្នុងឃ្លាមួយណាដែលបងស្រឡាញ់ជាងគេបំផុតឃ្លាដែលស្រឡាញ់បំផុតគឺហើយឃើញបាទកន្លែងសុបិនរាល់ថ្ងៃឥឡូវសៀមរាបសាយ័នទុនសាយ័នទុនទៀតសូរិយាទុនទៀតស្រុកក្លិនមកផាវិញគិតថាកន្លែងហ្នឹងដូចស្ដាប់ទៅវាសុបិនរាល់ថ្ងៃឥឡូវសៀមរាបសាយ័នទុនទៀតស្រុកក្លិនមកផាសាយ័នទុនសូរិយាទុនទៀតស្រុកក្លិនមកផាសាយ័នបាទប្រូទៅដែរភាសាថ្មីបីសម្រាប់បាទបងបាទនិយាយរួមទៅខ្ញុំបើយើងក៏លេចទៅមើលការ processing នៃការថត MV គឺថាលើកថាគួរឲ្យចាប់អារម្មណ៍ដោយសារតែភាគច្រើនដោយសារតែ MV នៅជំនាន់នេះភាគច្រើនពួកគាត់ព្យាយាមប្រើឧបករណ៍ដែលទំនើបខ្លាំងប៉ុន្តែសម្រាប់បងវិញមើលឃើញទៅគឺឧបករណ៍អាចនិយាយបានថាអាចជាធម្មតាប៉ុន្តែគួរឲ្យចាប់អារម្មណ៍
បងអាចប្រាប់ពី concept MV ឬក៏និយាយខ្លះៗពី MV បទសៀមរាបស្នេហ៍ខ្ញុំបានទេបង សម្រាប់ MV គេថាពួកយើងគេថាមិនទាន់មានលទ្ធភាពខ្ពស់ដូចក្រុមហ៊ុនឬផលិតកម្មផ្សេងៗទេអ្វីដែលយើងធ្វើគឺថាយើងប្រើសមត្ថភាពរបស់យើងច្រើនជាងប្រើទឹកលុយហើយពួកយើងមានសម្ភារៈធម្មតាសម្បីលេងភ្លេងឬស្ទូឌីយោអីក៏មិនទាន់ហ៊ានថាទំនើបដែរហើយអ្វីដែលយើងផលិតយើងព្យាយាមធ្វើឲ្យមិនឲ្យល្អហើយសម្រាប់ MV ហើយតួសម្ដែងក៏យើងរើសអ្នកសិល្បករដែលគេថាមិនមែនជាតារាល្បីខ្លាំងក្លាទេប៉ុន្តែគាត់ជាអ្នកស្រឡាញ់សិល្បៈចូលចិត្តសិល្បៈយើងចង់ផ្ដល់ឱកាសឲ្យគាត់មានឱកាសសម្ដែងហើយសម្រាប់កន្លែងដែលយើងសម្ដែងយើងថតយើងមានតំបន់សំខាន់ដូចនៅស្រុកសូនិគមបរិវេណប្រាសាទតំបន់ភូមិនៅចិត្តប្រាសាទហ្នឹងដែរបាទ ទម្រាំបានវីដេអូចម្រៀងសៀមរាបស្នេហ៍ខ្ញុំនឹងមួយបទបងត្រូវការចំណាយពេលវេលាប៉ុន្មានដែរក្នុងការថតបង បាទទាំងថតទាំងអីតាំងពីដើមខែមុនមកអញ្ចឹងវាជាង1ខែ ជាងមួយខែទម្រាំបានមួយបទនេះ បាទយើងទាំងកាត់តទាំងថែមថយអីលេចកើតយើងទៀតណាបាទយូរដោយសារយើងមានបុគ្គលិកអ្នកធ្វើការហ្នឹងការងារហ្នឹងតិចបាទ អញ្ចឹងមានន័យថាទោះបីជាអាចបញ្ជាក់បានថាទម្រាំបានមួយបទគឺបងពិបាកមែនតើទម្រាំបានសូម្បីតែថត MV ជាទូទៅគឺ3ថ្ងៃអីហ្នឹងបាទ3 4ថ្ងៃប៉ុន្តែយើងយកមកកាត់ត បាទបង យើងចំណាយពេលកាត់តហើយយើងចំណាយពេលធ្វើភ្លេងបាទច្រៀងបាទយូរបន្តិចម្នាក់2 3អាទិត្យទៅ បន្តិចទៅ បាទអស់ពេលហើយអ្នកនិពន្ធហ្នឹងក៏គាត់ប្រើពេលច្រើនដែរហើយដល់ពេលយើងយកមកឲ្យអ្នកភ្លេងគាត់សម្រួលភ្លេងថែមទៀតទៅបាទហ្នឹងវាទៅសិតតែពេលវេលាទាំងអស់ ងាកទៅបងខាងអ្នកនិពន្ធភ្លេងវិញបងពិបាកទេនៅក្នុងការនិពន្ធភ្លេងបទសៀមរាបស្នេហ៍ខ្ញុំនេះ និយាយទៅបទហ្នឹងតាមពិតទៅគាត់ជាអ្នកសរសេរឡើងប៉ុន្តែខ្ញុំគ្រាន់ជាអ្នកសម្រួលពីគាត់ហ្នឹងទេ ហើយពីទូគាត់អាចមកចេញទេថាបទហ្នឹងចេញបទហ្នឹងពិបាកប៉ុណ្ណាហើយ និយាយទៅវាដោយសារតែយើងវាក្មេងខ្ចីក្នុងខ្សែសិល្បៈអញ្ចឹងយើងត្រូវការសម័យយកវាច្រើនជាងបងរៀមច្បងដែលគាត់មានបទពិសោធន៍ស្រាច់អញ្ចឹងយើងព្យាយាមធ្វើយើងសរសេរអស់ហើយយើងដាក់មកឲ្យគ្នាយើងមើលតែប៉ុណ្ណឹងយើងត្រូវថែមថយឲ្យទៀតអញ្ចឹងឯនេះគេមានយោបល់មកយើងគិតថានឹងល្អដែរយើងចាប់បញ្ចូលគ្នាប៉ុន្តែវាពិបាកដែរសម្រាប់ពួកយើងព្រោះថាយ៉ាងណាវាពិបាកយ៉ាងណាក៏យើងពេញចិត្តធ្វើដែរព្រោះថាវាជាបទ original song យើងពេញចិត្តយើងធ្វើបានប៉ុណ្ណាយើងពេញចិត្តយើងអត់ចង់ copy ពីគេ អធិស្ឋានបងប្រុសទាំង3រូបបានចូលក្នុងវិស័យសិល្បៈអរិយពេលប្រហែលឆ្នាំហើយសម្រាប់ខ្ញុំ17ឆ្នាំខាងពីទូបានឆ្នាំ និយាយទៅខ្ញុំបើសិល្បៈខ្ញុំចូលខាងលេងភ្លេងហ្នឹងខ្ញុំតាំងពី2010 មក5 7 ឆ្នាំ បានសម្រាប់ខ្ញុំតាមពិតតែខ្ញុំចូលតាំងពីថ្នាក់ទី7មកឥឡូវរហូតមកដល់ខ្ញុំរៀននៅសាកលឆ្នាំទី2ហើយដល់អញ្ចឹងវារយៈពេលយូរដែរប៉ុន្តែខ្ញុំចូលនៅក្នុងជាមួយនឹងមុងយមតំរយៈពេលប្រហែលឆ្នាំ បាទប្រហែល10ឆ្នាំជាងដែរ បាទតាមពិតទៅខ្ញុំចូលលេងភ្លេងទៅតាមរោងការ បាទ affair ហើយអាហ្នឹងខ្ញុំធ្លាប់លេងប៉ុន្តែយើងមិនអាចយើងជាលេងជា band បែបជា band យើងថត ជាង10ឆ្នាំដូចគ្នា បាទយើងគាត់តែខ្ញុំលេងទៅតាម ហើយសម្រាប់ជាង10ឆ្នាំជិត10ឆ្នាំ និយាយតែខ្ញុំលេងតាំងពីនៅទូចដែរនិយាយទៅ បាទសម្រាប់បងទាំង3ឃើញអំបញ្ញមិញសិតតែកាន់ឧបករណ៍តន្ត្រីទាំងអស់គ្នាសម្រាប់បងទាំង3អាចមានសមត្ថភាពលេងឧបករណ៍តន្ត្រីបានប្រមាណបាទ សម្រាប់ខ្ញុំអាចលេងត្រសោហើយនឹងស្គរយីគេ ពីទូបានខ្ញុំហ្គីតាហើយនឹង piano ខ្ញុំជំឯកទេសខ្ញុំហ្គីតាតែខ្ញុំអាចលេង piano បានហើយស្គរបានខ្លះ បាទបងប្រុស ជំនាញខ្ញុំតាមពិតទៅត្រាំស្គរទេបាទប៉ុន្តែខ្ញុំអាចលេងហ្គីតា keyboard និង bass បាទនិយាយទៅមកភ្លេងទាំងអស់ខ្ញុំអាចចាប់បានទាំងអស់ខ្ញុំ តែឯកទេសគាត់ស្គរ តូចណា
តែខ្ញុំគឺ score ដែរ ស្វាយ score គឺ voice score ឯង ចឹងខាងចង្វាក់ខាងអីគាត់អ្នកសម្រួល ដោយសារគេដូរអត់ឲ្យមានលេងអកដងច្រើនពេកដងអស់អ្នកដៃ score ចង់អត់មានអីធ្វើបាទ ប្រិយមិត្តទាំងអស់បើសិនជាមានចម្ងល់ឬក៏មានសំណួរអីទាក់ទងជាមួយនឹងបទចម្រៀងថ្មីឬក៏ការងារប្រចាំថ្ងៃរបស់បងប្រុសទាំង3ប្រិយមិត្តទាំងអស់អាចចូល comment នៅខាងក្រោមវីដេអូបានពេលនេះគឺយើងនឹងឲ្យគាត់ឲ្យបងប្រុសទាំង3ធ្វើការបកស្រាយចម្រៀងផ្ទាល់នៅទីនេះគឺបទសៀមរាបស្នេហ៍ខ្ញុំតែបង បាទអូខេ ជូនអូខេបងរំជូនគេប៉ះគាត់ខ្ញុំទៅ1 2 3គឺថាស្ដាប់ហើយគឺថាចង់ទៅលេងសៀមរាបតែម្ដងអាចនិយាយបានថាប្រៀបដូចជាយើងសម័យទៅដល់សៀមរាបនៅពេលដែលយើងធ្លាប់ទៅលេងពីច្រើនគឺប្រជាជនខ្មែររបស់យើងបងប្អូនយើងគឺគាត់បានទៅលេងសៀមរាបនៅពេលដែលគាត់បានស្ដាប់បទនេះគាត់អត់តែសម័យថាគាត់ចង់ទៅសៀមរាបម្ដងទៀតបាទជាពិសេសគឺទេសភាពតាមដងផ្លូវទៅខាងខេត្តសៀមរាបគឺស្អាតមែនតើហើយនៅពេលដែលបងប្រគំបទភ្លេងហើយខ្ញុំរឹតតែចាប់អារម្មណ៍នៅពេលដែលឃើញបងប្រើឧបករណ៍តន្ត្រីខ្មែរគឺមានទ្ររួមជាមួយនឹងឧបករណ៍តន្ត្រីសម័យមានតា
មូលហេតុអីបងបានសម្រេចចិត្តថាជ្រើសរើសឧបករណ៍តន្ត្រីសម័យលេងឧបករណ៍តន្ត្រីបុរាណខ្មែរយកមកដើម្បីផលិតបទសៀមរាបស្នេហ៍ខ្ញុំនេះ បាទហ្នឹងទៅឲ្យវិទូគាត់ដាក់សម្រួលគាត់ឆ្លើយ